បាទជំរាបសួរបងប្អូនទាំងអស់ជាទីគោរពជាទីរាប់អានថ្ងៃនេះយើងជួបគ្នាសារជាថ្មីម្ដងទៀតហើយយើងកុំឲ្យខាត់ពេលវេលាយូរសូមបងប្អូនងាកមកមើលក្តារខៀនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានឃ្លា3ឯករាជ្យរបៀបបញ្ចូលឃ្លា3ទៅឲ្យទៅជាឃ្លាតែមួយតើយើងបញ្ចូលវាដោយរបៀបណាអញ្ចឹងអូខេមុនយើងបញ្ចូលឃ្លា3ឯករាជ្យទៅជាឃ្លាតែមួយយើងត្រូវមើលពាក្យនិងខ្លឹមសាររបស់ឃ្លានីមួយៗសិនតើពាក្យឃ្លាទី1នៃឃ្លាទី2ទី3វាបកប្រែទៅវាមានការទំនាក់ទំនងតភ្ជាប់គ្នាដែរឬក៏អត់តែបើសិនវាអត់មានតាក់ទងអីគ្នាទេគឺយើងមិនអាចបញ្ចូលទៅជាឃ្លាតែមួយបានទេតែបើសិនយើងបកប្រែទៅវាមានន័យតាក់ទងគ្នាទំនាក់ទំនងគ្នាទើបយើងអាចបញ្ចូលវាទៅជាឃ្លាតែមួយបានហើយពុំនោះទៀតសោតការបញ្ចូលឃ្លាបើសិនថាតើយើងបញ្ចូលឃ្លាហ្នឹងវាជាឃ្លា noun clause adjective clause adverb clause យ៉ាងម៉េចតើតែយើងមើលឃ្លារបស់នីមួយមើលពីហេតុផលវាសិនតើឃ្លាណាយើងអាចធ្វើទៅជា noun clause ទៅជា adjective clause ទៅជា adverb clause ឥឡូវយើងបកប្រែ She was angry with her grandson he ran round the shop he made a lot of noise ឥឡូវយើងបកប្រែគាត់អញ្ចឹងនាងយើងមិនបកថានាងទេគាត់បានខឹងសម្បាជាមួយឬគាត់បានខឹងជាមួយនឹងចៅប្រុសរបស់គាត់រត់ជុំវិញហាងគាត់បង្កឲ្យសម្លេងឡូឡាខ្លាំងឬគាត់បានធ្វើឲ្យសម្លេងឡូឡាខ្លាំងនៅកន្លែងហាងហ្នឹងអញ្ចឹងសួរថាគាត់ខឹងចៅគាត់ដោយសារអីដោយសារចៅគាត់ហ្នឹងវារត់ជុំវិញហាងធ្វើឲ្យសម្លេងឡូឡាខ្លាំងអញ្ចឹងយើងស្ដាប់មើលទៅវាមានហេតុផលគាត់ខឹងមានហេតុផលរបស់គាត់ហេតុផលរបៀបណារត់ធ្វើសម្លេងឡូឡាកន្លែងហាងគេនៅបានធ្វើឲ្យគាត់ខឹងអញ្ចឹងយើងបញ្ចូលឃ្លាអាចចូលឃ្លា3ទីឃ្លាទី1បានអញ្ចឹងនេះគេឲ្យឈ្មោះថា main clause បាទនេះ main clause អានេះវាជាឃ្លាពីរឯករាជ្យវាបំពេញន័យឲ្យឃ្លាខាងមុខឥឡូវយើងមុនបញ្ចូលយើងបកប្រែឥឡូវសួរថាគាត់ខឹងនៅពេលណាគាត់ខឹងសារចៅគាត់អញ្ចឹងយើងទៅដាក់អីគេ adjective clause ឬ noun clause ឬក៏ adverb clause អញ្ចឹងឃ្លានេះគឺពិតណាស់យើងដាក់ជា adverb clause ហេតុតែដាក់ adverb clause ដោយសារហេតុផលគាត់ខឹងចៅរបស់គាត់អញ្ចឹងឲ្យឈ្មោះថា adverb clause of reason អញ្ចឹងកន្លែងនេះយើងលុបវាចោលទៅអូខេលុបចោលវាមួយ full stop យើងបញ្ចូលទៅជាពាក្យ because បាទ because នេះជា adverb ណា adverb clause ប្រាប់ពីហេតុផលអញ្ចឹងកន្លែងនេះចុះឃ្លាទី2នេះទៀតឃ្លាទី3សំទោសឃ្លាទី3 he ហើយនឹង he នេះជា subject ជាបុគ្គលតែមួយទេអញ្ចឹងយើងលុបវាចោលសំទោសអានេះយើងធ្វើឲ្យទៅជាបាទអក្សរតូចទៅ he អានេះលុបវាចោលអញ្ចឹងយើងបញ្ជាប់ដោយ coordinating conjunction ពួក fanboy អញ្ចឹង and យើងមើលឃ្លា he was angry with her grandson because he ran round the shop and made a lot of noise ញ៉េទៅជាឃ្លាហ្នឹងឥឡូវយើងមើលចាប់ពីត្រឹមនេះមកបាទត្រឹមនេះមកគេឲ្យឈ្មោះវាថាជា adverb clause ណា adverb clause ខ្ញុំជិលគូសឲ្យមួយបាទ adverb clause បាទ adverb clause of reason បាទ adverb clause of reason បាទយើងមើល adverb clause of reason ហ្នឹងគឺវាប្រកបទៅជា complex sentence បាទក្នុងគេឲ្យឈ្មោះថា complex sentence ទៅជា complex sentence បាទអញ្ចឹងដើរជា complex sentence ចំពោះអានេះឲ្យ compound sentence គឺវាភ្ជាប់ពួក and ពួក fanboy ឲ្យឈ្មោះថា compound sentence អញ្ចឹងយើងមើលនេះ grandson បាទ grandson noun បាទher ជា possessive determiner អញ្ចឹងជា adjective បាទបូកចូលគ្នាបំពេញន័យទៅវាជា noun phrase បាទ noun phrase with ជា preposition បាទ preposition អញ្ចឹងបូកចូលគ្នាក៏ឲ្យឈ្មោះវាថាជា prepositional phrase បាទ prepositional phrase បាទ angry នេះជា adjective ណាជា adjective បូកចូលគ្នាបំពេញន័យឲ្យតមិនបូកណាបាទនិយាយថាបូកចឹងពេញន័យក៏បានបូកក៏បានអញ្ចឹងឲ្យឈ្មោះថា noun phrase ហើយចាប់ពីត្រឹមនេះមកបាទនេះចាប់ពីត្រឹមកន្លែងនេះមកដល់នេះដើរតួជា object ហើយចំណែក was នេះជា to be បាទ to be past tense of be c ជា subject បាទ subject អញ្ចឹង clear នេះ adverb clause វាបំពេញន័យឲ្យ clause នៅខាងមុខបំពេញន័យឲ្យ main clause នៅខាងមុខអញ្ចឹងយើងបកប្រែទៅនេះអញ្ចឹងទៅជា clear តែមួយ she was angry with her grandson because he ran round the shop and made a lot of noisy អញ្ចឹងគេលុបវាចោលកន្លែងនេះបាទលុបវាចោលដោយសារ subject វាដូចគ្នា
ហើយមាន to be គឺ to be ទៀតតែបើសិន verb មិនមែន to be គេបដូរទៅជាទៀតខ្ញុំអត់ទាន់និយាយទេខ្ញុំនិយាយតែប៉ុណ្្នឹងសិនទេបាទអញ្ចឹងចំពោះ head ហ្នឹងมันដាក់ adverb clause of reason គេបកប្រែថា adverb clause adverb ប្រាប់អំពី head Paul គេដោយសារគាត់ខឹងចៅគាត់រត់ជុំវិញហាងបកកឮសំឡេងឡូឡាហ្នឹងបានធ្វើឲ្យគាត់ខឹង head Paul ធ្វើឲ្យគាត់ខឹងបាននឹងដាក់ adverb clause ដាក់ because ចូលនឹងវាពីព្រោះចៅបាទពីព្រោះគាត់ហ្នឹងសំដៅពីព្រោះគាត់ហ្នឹងគាត់ពីណាគេចៅហ្នឹងពីព្រោះចៅប្រុសហ្នឹងរត់ជុំវិញហាងហើយគាត់បានធ្វើឲ្យសំឡេងឡូឡាខ្លាំងនៅកន្លែងហាងហ្នឹងអញ្ចឹងធ្វើឲ្យគាត់ខឹងបាទអញ្ចឹងចំពោះការបញ្ចូល clear 3ណាទៅជា clear តែមួយគឺខ្ញុំប្រាប់បងប្អូនតែប៉ុណ្្នឹងទេអញ្ចឹងបើសិនបងប្អូនចង់ដឹងលម្អិតនិងច្បាស់ទៀតអាចមកសិក្សាបាននៅសាលា Eastern ទាំងអស់គ្នាបាទអាចជួបជាមួយខ្ញុំបានហើយខ្ញុំសប្តាហ៍បង្រៀនថ្នាក់បកប្រែបាទបកប្រែភាសាផងវិជ្ជាករផងបញ្ចូលទៅតាមអត្ថបទជាក់ស្ដែងអត្ថបទណាប៉ះវិជ្ជាករមួយណាបង្រៀនវិជ្ជាករមួយហ្នឹងប៉ះខុសបង្រៀនខុសបាទអញ្ចឹងមានតែប៉ុណ្្នឹងទេខ្ញុំសូមអរគុណច្រើនបងប្អូនបើសិនជាចាប់អារម្មណ៍អាចមករៀននៅសាលា Eastern ទាំងអស់គ្នាបានបាទខ្ញុំបាទសូមអរគុណសូមជម្រាបលា